គម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ7ពីស្គុនទៅកំពង់ចាមគឺសម្រេចបានវឌ្ឍនភាពការងារ 70% ហើយជាការពិតណាស់គម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ7ជា4កន្លងចាប់ពីទីប្រជុំជននៃស្គុនរហូតទៅដល់ខេត្តកំពង់ចាមកំពុងតែលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័សដោយបច្ចុប្បន្នការដ្ឋានកំពុងតែសម្រុកជាបន្តបន្ទាប់ទាំងភ្លៀងផងដែរដែលពេលនេះគឺសម្រេចបានវឌ្ឍនភាពការងារគឺ 70% ហើយនេះបើតាមការបញ្ជាក់ពីលោកផនរឹមដែលជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនតាមបណ្ដាញសង្គមនៅព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025អ្នកនាំពាក្យនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ2025នេះគម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ7ជា4កន្លងគឺចាប់ពីស្គុនទៅកំពង់ចាមគឺប្រវែងជាង45គីឡូម៉ែត្រដោយចាប់ផ្ដើមពីស្រុកជើងព្រៃនៃខេត្តកំពង់ចាមរហូតទៅដល់ក្រុងកំពង់ចាមនៃខេត្តកំពង់ចាមគឺសម្រេចបានលទ្ធផលជារួមគឺ 70% ហើយលោកបានបញ្ជាក់ទៀតថាផ្អែកលើល្បឿននៃសកម្មភាពការដ្ឋានគឺគម្រោងនេះគឺអាចបញ្ចប់នៅក្នុងអំឡុងឆ្នាំ2026ខាងមុខគឺមានន័យថាលឿនជាងផែនការក្នុងគម្រោងសូមជម្រាបថាគម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ7នេះត្រូវបានធ្វើជាប្រភេទ AC កម្រាស់9សង់ទីម៉ែត្រទទឹងផ្លូវគឺ24ម៉ែត្រកន្លះជា4កន្លងដោយត្រូវសាងសង់ស្ពានថ្មីតូចធំចំនួន8ស្មើនឹង156ម៉ែត្រជួសជុលស្ពានតូចធំចាស់គឺចំនួន7ស្ពានស្មើនឹងប្រវែង116ម៉ែត្រក្នុងនោះក៏មានការដាក់លូរំដោះទឹកភ្លៀងលូរំដោះទឹកកខ្វក់និងបរិក្ខារចរាចរណ៍ផ្សេងៗអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបន្តទៀតថាផ្លូវជាតិលេខ7នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលដើម្បីជួយសម្រួលដល់ការធ្វើដំណើរការដឹកជញ្ជូនផលិតផលកសិកម្មកសិឧស្សាហកម្មព្រមទាំងលើកកម្ពស់ការអភិវឌ្ឍនិងសកម្មភាពសេដ្ឋកិច្ចសង្គមផ្លូវជាតិលេខ7នេះគឺជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវជាតិលេខ6ពីរង្វង់មូលស្គុនឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញនិងទិសដៅឆ្ពោះទៅកាន់ខេត្តកំពង់ធំនិងសៀមរាបជាដើមព្រមទាំងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗជាច្រើនទៀតកំណត់ផ្លូវនេះគឺភ្ជាប់ជាមួយផ្លូវជាតិលេខ8ផ្លូវជាតិលេខ11ឆ្ពោះទៅកាន់ខេត្តព្រៃវែងនិងតភ្ជាប់ជាមួយផ្លូវជាតិលេខ 71Cផ្លូវជាតិលេខ73ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំនិងផ្លូវជាតិលេខ76ផ្លូវជាតិលេខ78ឆ្ពោះទៅកាន់ខេត្តដែលស្ថិតនៅភូមិភាគឦសានដូចជាខេត្តក្រចេះស្ទឹងត្រែងមណ្ឌលគិរីនិងរតនគិរីផ្លូវនេះក៏ភ្ជាប់ជាមួយបណ្ដាញផ្លូវរបស់បណ្ដាប្រទេសនៃមហាអនុតំបន់មេគង្គ GMS ផងដែរខណៈដែលការដ្ឋានកំពុងតែសកម្មយ៉ាងមមាញឹកនោះក្រសួងសាធារណការនិងដឹកជញ្ជូនបានអំពាវនាវដល់អ្នកប្រើប្រាស់កំណត់ផ្លូវជាតិលេខ7ពីស្គុនទៅកំពង់ចាមមេត្តាប្រុងប្រយ័ត្នខ្ពស់ដោយត្រូវបើកបរក្នុងល្បឿនមួយដែលអាចគ្រប់គ្រងបានដើម្បីធានាសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃក្រសួងក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវនិងប្រជាពលរដ្ឋអ្នកធ្វើដំណើរទាំងអស់ដែលមានការយោគយល់អព្យាស្រ័យខ្ពស់ក្នុងពេលធ្វើដំណើរស្របពេលជាមួយនឹងការបើកការដ្ឋានក៏ដូចជាការសាងសង់លើកម្រិតគុណភាពកំពុងតែដំណើរការយ៉ាងសកម្មនោះគម្រោងផ្លូវនេះគឺបានបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី9ខែមករាឆ្នាំ2022កន្លងទៅក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងឯកឧត្តមអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាគម្រោងនេះគឺបានអនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងផ្លូវថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសវ៉ាងចៅវ៉ានអានដោយប្រើប្រាស់ពេលវេលាក្នុងការសាងសង់ចំនួន40ខែហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ2026ហើយចំណាយថវិកាក្នុងការសាងសង់ចំនួន$117លានអាមេរិកជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗដូច្នេះនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភូមិភាគឦសានក៏ដូចជាទៅកាន់ខេត្តកំពង់ចាមគឺកាន់តែមានភាពងាយស្រួលហើយនៅពេលដែលផ្លូវនេះត្រូវបានស្ថាបនាកសាងរួចរាល់គឺការធ្វើដំណើរគឺលឿនរហ័សទាន់ចិត្តជាពិសេសការដឹកជញ្ជូនទំនិញផលិតផលផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារក៏កាន់តែមានភាពងាយស្រួលនិងទាន់ពេលវេលាផងដែរនេះជាការរួមចំណែកយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទៀតផង